ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងខ្មោច2សូមស្វាគមន៍មកកាន់វីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីនៅក្នុងថ្ងៃនេះផងដែរសម្រាប់ថ្ងៃនេះគឺខ្ញុំនឹងលើកយកនៅសាច់រឿងតែមួយទេដែលជារឿងដែលតាក់ទងទៅនឹងការលងហើយជារឿងដែលកើតឡើងនៅតាមផ្លូវនោះគឺផ្លូវពីខេត្តសៀមរាបមកទីក្រុងភ្នំពេញរបស់យើងហើយខ្ញុំអត់ចាំបាច់បញ្ជាក់ថាផ្លូវណាក៏បានដែរសំខាន់បងប្អូនស្ដាប់ជាការកំសាន្តតែប៉ុណ្្នឹងទៅហើយអាចថាថ្ងៃនេះខ្ញុំចង់មកនិយាយរឿងខ្លះដែរតាក់ទងទៅនឹងរឿងផ្ទាល់ខ្លួនផងតាក់ទងទៅនឹងរឿងការឡងបន្លាចតាក់ទងទៅនឹង comment បងប្អូនផងអញ្ចឹងខ្ញុំសូមនិយាយមុនចូលទៅដល់សាច់រឿងតិចសិនទៅចាស់ព្រោះរឿងថ្ងៃនេះខ្លីហើយតែមួយរឿងទេគោលបំណងនៃការធ្វើវីដេអូឬក៏ដំណើរនៅសាច់រឿងថ្ងៃនេះគឺកុំឲ្យតែបងប្អូនភ្លេចមុខនឹងឯងដោយសារតែអត់ទាន់មានសាច់រឿងថ្មីណាតែត្រូវដំណើរជូនបងប្អូនហើយក៏មានសាច់រឿងមួយដែលខ្ញុំធ្លាប់ស្ដាប់ហើយអញ្ចឹងក៏ខ្ញុំដំណើរថ្ងៃនេះមុននឹងចូលទៅដល់សាច់រឿងក៏សូមសួរសុខទុក្ខទៅកាន់ម៉ែបងប្អូនទាំងអស់គ្នាសិនថាបានត្រឡប់ទៅផ្ទះនៅទៅស្រុកនៅព្រោះខ្ញុំគិតថាយ៉ាងយូរថ្ងៃបណ្ដប់នេះបងប្អូនទាំងអស់គ្នានឹងត្រឡប់ទៅខេត្តដែរឬក៏បងប្អូនខ្លះដែលជាអ្នកដេឬក៏កម្មការនីដេតាមផ្ទះណាដេស៊ីឈ្នួលតាមផ្ទះគឺប្រហែលជាអាចនឹងទៅតាំងពីថ្ងៃ8ឬក៏ថ្ងៃ7បិណ្ឌ8ឬក៏បិណ្ឌ7តែបើសិនជាបងប្អូនដែលធ្វើការរោងចក្រអាចនឹងបិណ្ឌ10ឬក៏បិណ្ឌ11អីបានគេសម្រាប់មកទៅព្រោះខ្ញុំឃើញថាអត់ស្ទាន់សូវមានអ្នកដែលទៅស្រុកច្រើនដែរប្រហែលជាអាចនឹងធ្វើការតាថ្ងៃហ្នឹងមួយថ្ងៃឬក៏ថ្ងៃស្អែកមួយថ្ងៃទៀតអញ្ចឹងជូនពរបងប្អូនធ្វើដំណើរសុវត្ថិភាពទាំងអស់គ្នាហើយបើកបរដោយការប្រុងប្រយ័ត្នហើយនឹងមានទំនួលខុសត្រូវកុំលឿនពេកធ្វើដំណើរបងប្អូនព្រោះខែនេះខែភ្លៀងអញ្ចឹងផ្លូវវាមានចំណុចខ្លះវាខូចវាមានចំហុកវាមានការខូចខាតអញ្ចឹងយើងអត់សូវដឹងទេដល់ពេលដែលយើងជិះលឿនទៅពេលដែលអកសើឬក៏វាល្អិលឬក៏មេឃភ្លៀងទៅវាមានទឹកមានអីដក់អញ្ចឹងទៅយើងមើលអត់ឃើញទេអញ្ចឹងយឺតក៏ដល់ផ្ទះលឿនក៏ដល់ផ្ទះបងប្អូនកុំបខំកុំប្រញាប់ទៅណាអីសំខាន់សុវត្ថិភាពយើងហើយមួយទៀតសម្រាប់បងប្អូនដែលទៅលេងនៅស្រុកកំណើតសូមបងប្អូនយកចិត្តទុកដាក់ទៅលើអ្នកមានគុណបើសិនជានៅមានបជនហើយកុំគិតតែពីរឿងចាក់សាក់យកស្រាឬក៏រឿងហូបគ្រឿងកំប៉ុងរឿងស្រាទាំងខ្លាំងពេកបើអាចបន្ថយបានក៏បន្ថយខ្លះទៅណាបងប្អូនទាំងអស់គ្នាយើងរកពេលវេលាដើម្បីគ្រួសារយើងទៅកុំទៅដើម្បីតែបែបហ្នឹងអីយល់ថាយូរបានសប្បាយម្ដងតែយើងសប្បាយក្នុងកម្រិតមួយដែលសមរម្យទៅព្រោះប្រទេសយើងក៏មិនទាន់មានភាពស្ងប់ស្ងាត់ឬក៏សុខសន្តិភាពអីប្រមាណដែរនៅពេលបច្ចុប្បន្ននេះគឺនៅក្នុងការបំរុងបងប្អូនកងទ័ពយើងមិនបានទៅភ្ជុំទៅភ្ជរផងហើយក៏កំពុងតែត្រៀម18នាក់ទៀតដែលកំពុងតែនៅក្នុងដៃគេអញ្ចឹងយើងកុំទាន់សប្បាយជ្រុលហួសហេតុខ្លាំងពេកយើងត្រូវតែមានកម្រិតព្រំដែនណាមួយដែលយើងមើលទៅវាសមរម្យហើយមួយទៀតបើសិនជាមានការហូបសារ៉ាសូមកុំបើកបរកុំធ្វើដំណើរវាអាចនឹងប៉ះពាល់ដល់អាយុជីវិតអ្នកដទៃរួមជាមួយនឹងខ្លួនឯងទៀតផងអញ្ចឹងអូខេថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់និយាយទៅកាន់បងប្អូនទាំងអស់គ្នាហើយអត់មានអីទេព្រោះ comment បងប្អូនមួយរយៈនេះល្អច្រើនហើយនឹងបញ្ចេញមតិយោបល់ហើយខ្ញុំឃើញបងប្អូនចូលចិត្តនៅសាច់រឿងមួយរយៈក្រោយដែលខ្ញុំដំណើរទៅគឺបងប្អូនពេញចិត្តបងប្អូនចូលចិត្តច្រើនអញ្ចឹងខ្ញុំដូចជាប្រហែលជាអាចនឹងធ្វើបានល្អជាងមុនហើយថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលខ្ញុំបានមកពីបងប្រុសម្នាក់ដែលមានឈ្មោះថាបងលីដែលគាត់បានចែករំលែកមកខ្ញុំតាក់ទងទៅនឹងដំណើរកម្សាន្តជួបជុំគ្រួសារគាត់មួយដែលគាត់ជាអ្នករស់នៅខេត្តគាត់ជាអ្នកដែលរស់នៅភ្នំពេញហើយធ្វើដំណើរទៅលេងខេត្តសៀមរាបដែលជាខេត្តទី1ដែលគាត់ពេញចិត្តហើយគាត់តែងតែទៅជាប្រចាំនៅពេលដែលគាត់បានឈប់សម្រាកឬក៏ទៅនៃពីការងារបងលីគាត់និយាយថាសមាជិកគ្រួសាររបស់គាត់ច្រើនអញ្ចឹងពេលដែលគាត់ធ្វើដំណើរទៅហ្នឹងគឺមានគ្នាច្រើនរហូតដល់ជិត10នាក់អីណោះហើយកំឡុងប្រហែលឆ្នាំ2024ហ្នឹងគឺគាត់មានដំណើរកម្សាន្តមួយទៅខេត្តសៀមរាបដោយសារតែប្រពន្ធរបស់គាត់ហ្នឹងគឺចង់ទៅលេងខេត្តសៀមរាបហើយទៅហ្នឹងក៏បបួលបងប្អូនចដូនមួយបងប្អូនបកើតកូនក្មួយហ្នឹងទៅទាំងម្ដាយឪពុករបស់គាត់ថែមទៀតផង
ពេលដែលចេញដំណើរពីពេញទៅខេត្តសៀមរាបដើរលេងអីគឺធម្មតាអត់មានបញ្ហាអីទេក៏ប៉ុន្តែពេលដែលត្រឡប់មកវិញគាត់ចេញដំណើរពីខេត្តសៀមរាបមកវេលាប្រហែលជាម៉ោង3ជាងម៉ោង4ល្ងាចបន្ទាប់ពីដើរលេងហើយសម្រាកនៅបាន2យប់ណាគាត់ចេញមកវិញហ្នឹងគឺខ្ទង់ម៉ោង3ម៉ោង4ល្ងាចហ្នឹងធ្វើដំណើរចេញមកបងប្អូននឹងស្រាប់ហើយពេលដែលយើងធ្វើដំណើរទៅសៀមរាបប្រហែលម៉ោងហើយត្រូវគាត់ជីឡានលក្ខណៈគ្រួសារឡានដែលជីបានសមាជិកជាង10នាក់ទៀតខ្ញុំអត់អានសួរក៏បញ្ជាក់តែអាចនឹងខ្ទង់ប្រហែលជាប្រភេទឡាន Starrage ឬក៏ប្រភេទឡានអីអញ្ចឹងគឺអត់អាចធ្វើដំណើរលឿនបានទេព្រោះមនុស្សច្រើននៅក្នុងឡានអញ្ចឹងពេលដែលគាត់មកដល់ត្រង់ចំណុចមួយដែលគាត់និយាយថាអត់ទាន់ដល់ទឹកដីផុតពីខេត្តសៀមរាបមកចូលទឹកដីកំពង់ធំហើយគឺគាត់មានអារម្មណ៍ថាគាត់ញ័រខ្លួនគាត់ភ័យហើយគាត់មានអារម្មណ៍ថាក្នុងខ្លួនរបស់គាត់ហ្នឹងគឺដូចមានអារម្មណ៍មួយថាភ័យស្លុតទាំងដែលអត់មានអីសោះហើយគាត់ថាអាកសែងដែលសើមជូតមុខយើងណាគឺគាត់ទាញយកមកជូតមុខរហូតឲ្យវាត្រជាក់ទៅឲ្យវាមានអារម្មណ៍ថារៀងស្រស់ស្រាយមកវិញគាត់អាចហ៊ាននិយាយរឿងហ្នឹងប្រាប់ទៅប្រពន្ធទៅកូនឬក៏អ្នកដែលនៅក្នុងឡានអីទេព្រោះគាត់ខ្លាចគេបារម្ភគេភ័យអញ្ចឹងណាព្រោះតកុងគឺមានតែគាត់មួយទេអញ្ចឹងបើគាត់និយាយរឿងហ្នឹងទៅប្រាប់អ្នកដែលនៅក្នុងឡានជាមួយគ្នាគេប្រកាសជាបារម្ភគេភ័យអញ្ចឹងចេះធ្វើដំណើរទៅរៀងល្វើយក៏សម្រាករៀងហត់ក៏ឈប់សិនទៅដើម្បីបន្តដំណើរមកដល់ភ្នំពេញវិញនៅយប់ហ្នឹងអញ្ចឹងពេលដែលគាត់មកដល់ត្រង់ចំណុចមួយគាត់និយាយថាពេលហ្នឹងម៉ោងខ្ទង់ម៉ោង6ម៉ោងខ្ទង់ម៉ោងថាម៉ោង6ល្ងាចចុះម៉ោង6ជាង7គាត់ក៏មានអារម្មណ៍ថាឈឺបាត់ដៃបាត់ជើងហើយអ្នកនៅក្នុងឡានហ្នឹងក៏មានអ្នកខ្លះហ្នឹងក៏គាត់ឈឺបាត់ដៃបាត់ជើងដូចគ្នាហើយតម្រាំទៅដល់ការ៉ាសាំងហ្នឹងវាយូរទៀតក៏គិតថានឹងផ្អែបតាណាមួយដែលអាចថាយើងសម្រួលអេយ៉ាបតបានឬក៏ដោះទុកសិនបានអញ្ចឹងក៏ចេះតែជិះចេះតែមើលបដាទៅក៏ឃើញថាថងចំណុចមួយដែលជាកន្លែងដីរៀងវាលរៀងស្រឡះក៏ប៉ុន្តែមានដប់បាំងតិចដែរអាចថាគាត់អាចចូលទៅបត់ជើងតូចបានបងប្រុសគាត់និយាយអញ្ចឹងណាមកលីគាត់ថាគាត់ក៏ឈប់ឡានទៅគាត់សួរអ្នកក្នុងឡានថាមានអ្នកគេចង់បត់ដៃបត់ជើងអត់ព្រោះការ៉ាសាំងនៅឆ្ងាយទៀតអ្នកនៅក្នុងឡានគាត់ហ្នឹងក៏គិតថាចាំទៅដល់ការ៉ាសាំងគាត់ថាបើដល់ការ៉ាសាំងវារៀងយូរទៀតណាអាចថាកន្លះម៉ោងឬក៏4-10នាទីទៀតបានទៅដល់អញ្ចឹងក៏ក្មួយឬក៏បងប្អូនគាត់ស្រីហ្នឹងក៏គាត់ហ្នឹងអញ្ចឹងបើយូរទៀតបាត់ដែរបាត់ជើងហើយក៏យកសរងយកកម៉ាយកកសែងអីរុំអញ្ចឹងទៅស្រីណាគាត់អង្គុយបាត់ដែរបាត់ជើងអញ្ចឹងទៅហើយក៏នាំគ្នាឡើងមកលើឡានវិញក៏ប៉ុន្តែក្នុងចំណោមនោះមានក្មួយស្រីក៏ម្នាក់អាយុ16ឆ្នាំគឺពេលដែលបន្ទាប់ពីគាត់ចុះទៅបាត់ដែរបាត់ជើងកន្លែងហ្នឹងហើយគាត់ឡើងមកវិញគឺគាត់អត់និយាយអីទាំងអស់ហើយមុខគាត់មួមមែនតើរបៀបថាគាត់អង្គុយក្នុងឡានរបៀបគេសួរគេនិយាយអីគឺគាត់អត់ព្រមនិយាយជាមួយគេទេម្ដាយគាត់ភ័យមែនតើហើយសួរថាអេមិនឯងធ្វើចឹងកាត់អីគាត់អត់និយាយទាំងអស់ហើយគាត់មើលតែគាត់នឹងទឹកមុខភ័យផងខ្លាចផងផ្លឹកភាំងផងតែពួកគាត់នៅតែបន្តដំណើរពីនោះរហូតមកដល់ពេញគាត់ថាប្រហែលជាពុលឡានឬក៏អត់ស្រួលខ្លួនអីចឹងណាមកដល់ពេញមកដល់ផ្ទះហើយក៏នៅតែអញ្ចឹងក៏ប៉ុន្តែម្ដាយគាត់ក៏និយាយថាអញទៅអត់ស្រួលអញ្ចឹងគាត់ក៏ទៅទាញធូបយកមកអុជទៅអុជធូបហើយយកមកកាន់ចិត្តឲ្យអុជសួរថាមានខុសមានប្រកែប្រកាន់ខាងណាអត់គ្រាន់តែគាត់និយាយពីបេម៉ាត់អញ្ចឹងស្រាប់តែយំហ៊ូយកបណ្ដោយបងប្អូនទាំងអស់គ្នាក្មួយរបស់គាត់ហ្នឹងគឺយំហ៊ូយកហ្មងដល់ពេលអញ្ចឹងគាត់ក៏ភ័យព្រឺសបល់បងប្អូនខ្ញុំគាត់និយាយអត់តែនិយាយតាក់តងឬខ្មោចចូលខ្ញុំព្រឺសបល់មែនតើរបៀបថាគាត់សួរថាកើតអីបាននេះបានចាឯងអញ្ចឹងណាកើតអីបានចាឯងអញ្ចឹងវាគិតតែពីយំយកមកដែរគាត់ថើអត់ស្រួលទេអញ្ចឹងមានតែលើកលើឡានវិញហើយទៅវត្តមួយដែលនៅជិតផ្ទះរបស់គាត់ដែលលោកអាចនិយាយបានថាមិនមែនជាគ្រូស្រោចទឹកគ្រូអីទេគ្រាន់តែបើយើងទៅរកលោកអាចនឹងលោកជួយបានអញ្ចឹងណាអញ្ចឹងក៏ម្ដាយគាត់យកទៅជួបលោកក៏ថាមានអីទេញោមអើយប្រហែលជាអាចនឹងយើងខុសមាត់ខុសកអីទេអញ្ចឹងលោកក៏លោកក៏សូត្រធម៌សូត្រអីលោកក៏ស្រោចទឹកស្រោចអីអញ្ចឹងទៅមិនមែនជាជំនាញរបស់លោកតែគាត់ថាវាអាចនឹងជួយបានខ្លាយអញ្ចឹងណា
ងូតស្រោចទឹកស្រោចអីហើយក៏យកមកផ្ទះវិញតែលើកនេះមកបាននិយាយខ្លះអីខ្លះវាមិនផ្លឹកវាមិនភាំងពេកទេក៏ប៉ុន្តែមុននេះគាត់និយាយថាមកយប់ទល់ភ្លឺគឺគាត់អត់បានដេកទេមកពីហត់គួរណាតែដេកលក់ក៏ប៉ុន្តែគាត់ដេកអត់លក់ទេគឺគាត់មានអារម្មណ៍ថាដូចមានអ្នកដែលមកនៅមុខផ្ទះគាត់របៀបថាពេលដែលយើងដេកទៅគឺហាក់ដូចជាមានណាគេម្នាក់ឲ្យយើងដឹងក្នុងចិត្តក្នុងអារម្មណ៍ថានៅខាងមុខផ្ទះរបស់យើងគាត់បើកប្អួចបើកវាំងននមើលរហូតគាត់បើកវាំងននព្រោះគាត់គេងឬក៏សម្រាននៅអាបន្ទប់ខាងមុខជាប្រភេទផ្ទះវិឡារបស់គាត់ហ្នឹងគឺគាត់បើកវាំងននមើលរហូតប្រពន្ធគាត់សួរបាញ់ថៃបានងើបបើកវាំងគាត់ថាមានអារម្មណ៍ថាលឺដូចសំឡេងមនុស្សហាយល្វើយចេញមកអញ្ចឹងស្អែកឡើងក៏ក្មួយរបស់គាត់កូនរបស់គាត់ប្អូនរបស់គាត់ហ្នឹងត្រូវទៅរៀនតែក្មួយរបស់គាត់ម្នាក់ហ្នឹងអត់ទៅទេអត់ទៅក៏អត់ទៅចោះគាត់ថាប្រហែលជាគ្នាហត់គ្នាមិនទាន់ស្រួលខ្លួនអីចឹងណាព្រោះយើងដឹងខ្ញុំអត់ចង់និយាយថាខ្មោះចូលទេដល់ពេលអញ្ចឹងទៅក៏ឲ្យសម្រាប់មួយថ្ងៃនៅផ្ទះក៏ប៉ុន្តែពេលដែលក្មួយគាត់នៅផ្ទះហ្នឹងគឺក្មួយគាត់យំរហូតមិនបន្តិចយំមិនបន្តិចសោចមិនបន្តិចធម្មតាមិនបន្តិចយំមិនបន្តិចសោចមិនបន្តិចធម្មតាអញ្ចឹងគាត់ក៏ទូរស័ព្ទទៅម្ដាយរបស់គាត់ម្ដាយរបស់បងលីម្ដាយបកកើតគាត់ហ្នឹងថាម៉ែក្មួយខ្ញុំកូនបងស្រីខ្ញុំហ្នឹងសាមិញវាមកពីស៊ីមៀបមួយខ្ញុំហើយវាម្ដងយំម្ដងសោចហើយសាមិញហ្នឹងវាចេះអញ្ចឹងទៅគាត់ក៏ថាអញ្ចឹងតិចគេមកតាមហើយទៅនោមទៅជុះមានបានសុំគេអត់គាត់ថាគាត់គ្មានបានសុំទេហើយក្មួយគាត់ស្រីហ្នឹងក៏រៀងចូលទៅក្នុងដែរព្រោះគ្នាស្រីគ្នាអៀនអញ្ចឹងណាអញ្ចឹងក៏មកវិញក៏អញ្ចឹងម្ដាយគាត់ថាអញ្ចឹងមានបានអត់ធុកមានបានអីនៅគាត់ថាម្ដាយបកម្ដាយក្មេកគាត់អត់ធុកនិយាយអីហើយស្រាប់តែយំហើយគាត់ធូរឲ្យស្រាប់តែឥឡូវម៉ោង7 8ព្រឹកនេះក៏ចាប់ផ្ដើមអញ្ចឹងទៀតអញ្ចឹងគាត់ថាអញ្ចឹងមានតែយកមកគ្រូនៅខាងគាត់ទៅចាំមើលឲ្យគេមើលឲ្យមើលថាមានគេប្រកាន់ឬក៏ខុសមាត់ខុសកឬក៏ខុសអីចឹងណាព្រោះជំងឺនេះវាដូចជាមិនមែនជំងឺផ្លូវចិត្តឬក៏ជំងឺបែបរោគគាពាតទេអញ្ចឹងក៏គាត់និងម្ដាយក្មេកនិងប្រពន្ធគាត់បានយកក្មួយគាត់ហ្នឹងទៅស្រុករបស់ម្ដាយបកកើតគាត់ហ្នឹងដើម្បីឲ្យគ្រូនឹងមើលគ្រាន់តែទៅដល់ក្នុងភ្លាមស្រាប់តែមិនទាន់បើកទ្វារឡានផងក្មួយរបស់គាត់នឹងយំហើយតោងកៅអីជាប់ថាអញអត់ចុះទេរបៀបអញ្ចឹងណាហើយក្មួយគាត់ដែរនិយាយពាក្យអញក្មួយស្រីគាត់ដែរនិយាយពាក្យអញពាក្យឯងអីពីកាគឺអត់ដែរហ៊ានទេស្លូតឬក៏សភាពជាមួយនឹងចាស់តែរៀងញ៉ិលជាមួយនឹងក្មេងៗដូចគ្នាតែក៏មិនដែលប្រើពាក្យណាមិនសមរម្យអីចឹងដែរស្រាប់តែលើហ្នឹងអញមិនចុះទេយកអញទៅវិញគាត់ក៏ដឹងភ្លាមគាត់ថាអូក្មួយគាត់ពិតជាអញ្ចឹងមែនហើយអញ្ចឹងក៏របៀបថាគ្រូហ្នឹងក៏គាត់មកជួយមើលនៅក្នុងឡានអីចឹងណាគាត់ថាមិនបានព្រមចុះអញ្ចឹងគាត់ក៏មកដល់ពេលតែមកដល់ស្រាប់តែគ្រូថាយេហើយមកជាមួយគេហ្នឹងមានមកសុំគេអត់ហ្នឹងអញមិនចាំបាច់សុំអាណាធ្វើអីដល់អញធ្វើអញ្ចឹងដាក់វិញរបៀបអញ្ចឹងណារបៀបថាក្មួយគាត់ស្រែកមកដាក់គ្រូនឹងវិញគ្រូថាឥឡូវចុះហើយមិនចុះបើមិនចុះអញដុតឡាននឹងចោលគាត់និយាយអញ្ចឹងណាចុះមិនចុះបើមិនចុះអញដុតឡាននឹងចោលបើមិនចុះអញដុតឡាននឹងចោលគាត់ក៏យកទឹកមកប្រោះទៅក៏ទន់ខ្លួនគាត់ក៏យកក្មួយគាត់ហ្នឹង3ក្មួយគាត់ហ្នឹងមកដាក់នៅមុខកន្លែងដែលគ្រូគេហ្នឹងព្យាបាលគ្រូនឹងគាត់អង្គុយមើលគាត់អីចឹងទៅគាត់ក៏ប្រាប់ថាកូននេះត្រូវបានគេតាមកូននឹងត្រូវបានគេតាមហើយអ្នកដែលតាមហ្នឹងគឺជាខ្មោចតៃហោងជាខ្មោចមនុស្សស្រីតៃហោងដែលទៅតែស្លាប់បានខ្ទង់7 8ថ្ងៃទេហើយតាមហ្នឹងគឺតាមចង់យកជីវិតដើម្បីជំនួសហ្មងបានន័យថាខ្មោចហ្នឹងគឺខ្មោចជើងកោបតៃហោងហើយជើងកោបហើយនៅចាំកន្លែងហើយមកតាមហ្នឹងគឺដោយសារតែក្មួយរបស់គាត់ហ្នឹងអនុញ្ញាតឲ្យតាមអនុញ្ញាតឲ្យមកជាមួយអញ្ចឹងមកគេមកជាមួយហើយអ្នកហ្នឹងក៏មានសិទ្ធចូលនៅក្នុងផ្ទះគាត់ដែរពេលបច្ចុប្បន្នហ្នឹងណានៅពេលដែលនៅក្នុងខ្លួនក្មួយគាត់គឺអាចចូលផ្ទះបានហើយគាត់ថាខ្មោចស្រីនេះគឺចូលលក្ខណៈថាខ្មោចតៃហោងខ្មោចដែលចងអាឃាតកាយទៅហើយពោះស្លាប់នឹងដោយមានកំហឹងមានគំនុំនៅក្នុងចិត្តទៀតអញ្ចឹងគាត់ក៏ថាគាត់និយាយប្រាប់ដំណើររឿងគ្រូហ្នឹងណាថាគាត់មកពីសៀមរាបហើយគាត់ឈប់នៅត្រង់ចំណុច
ខេត្តកំពង់ធំហើយគាត់ឈប់បត់ដៃបត់ជើងហើយក្មួយគាត់ក៏ទៅឈប់នឹងដែរគាត់ថាអូអញ្ចឹងមានតែខ្មោចនឹងតាមពីកន្លែងហ្នឹងព្រោះអាចនឹងកន្លែងហ្នឹងមានគេគ្រោះថ្នាក់ចរាចរណ៍ឬក៏មានរឿងរ៉ាវហេតុការណ៍អីមួយដែលបានកើតឡើងអញ្ចឹងទៅធ្វើឲ្យខ្មោចហ្នឹងវានៅចាំយកមនុស្សអញ្ចឹងពេលដែលយើងទៅឈប់យើងទៅបត់ដៃបត់ជើងបន្ទោបងឬក៏ចំកន្លែងគេនឹងចូលសន្ធិដ្ឋនរណាម្នាក់ដែលរាសីដាក់អញ្ចឹងគាត់ក៏ថាក្មួយគាត់ប្រហែលអញ្ចឹងគ្រូនឹងថាអញ្ចឹងធ្វើពិធីទៅធ្វើពិធីឲ្យគេដោះលែងហើយធ្វើអីដើម្បីដោះដូរជាថ្នូរដល់គេឬក៏យកពេយកសំណែននេះទៅសែនកន្លែងគេនឹងទៅដើម្បីកុំឲ្យគេតាមគេខឹងគេចងអាឃាតអញ្ចឹងក៏គាត់ព្រមធ្វើតាមពេលដែលធ្វើឲ្យគ្រូឲ្យក្មួយគាត់នឹងសម្រាប់នៅក្នុង2ថ្ងៃបន្ទាប់ពីកំឡុងពេលដែលក្មួយគាត់ទៅសម្រាប់នៅក្នុងគាត់នឹងម្ដាយបកកើតគាត់ណាហើយនឹងប្រពន្ធគាត់គឺទៅកន្លែងដែលគាត់បានចុះទៅបត់ដៃបត់ជើងហ្នឹងពេលដែលគាត់ទៅនោះក៏ទៅពេលព្រឹកទៅដល់នោះពេលថ្ងៃគាត់ថាកន្លែងដែលគាត់ឈប់ឡានហ្នឹងបងប្អូននៅពីក្រោមឡានគាត់ដែលឈប់ហ្នឹងគឺជាកនុះរូបមនុស្សកំពុងដេករូបមនុស្សដែលគេដេកហើយគេបាញ់ស្ប្រាយហើយនៅមានដក់ឈាមក្រហមនៅនឹងទៀតហើយអ្នកដែលនៅម្ដុំហ្នឹងគេជិះម៉ូតូកាត់ហ្នឹងគេសួរថាធ្វើអីគាត់ក៏ថាដាក់សែនឲ្យខ្មោចគេសួរថាសាច់ញាតិអ្នកស្លាប់មែនថាអត់ទេតែគេមកឈប់ឡាននៅហ្នឹងហើយអ្នកស្លាប់ហ្នឹងទៅតាមគាត់ទៅដល់ពូហ្នឹងក៏ឈប់ម៉ូតូមកនិយាយជាមួយគាត់ប្រាប់ថាប្រហែលជាខ្ទង់ 4-10 ថ្ងៃមុនហ្នឹងគឺមានគ្រោះថ្នាក់ចរាចរណ៍មួយនៅកន្លែងហ្នឹងដោយក្មេងស្រីហ្នឹងគឺជាអ្នកដែលនៅភូមិផ្សេងមួយទៀតដែលនៅជិតហ្នឹងដែរហើយកូនស្រីហ្នឹងគឺខឹងម្ដាយកូនស្រីហ្នឹងអាយុខ្ទង់ 18-19 ឆ្នាំខឹងម្ដាយជិះចេញពីផ្ទះបំរុងហ្នឹងទៅជួបមិត្តភ័ក្តិនៅភូមិផ្សេងមកន័យថាទៅផឹកស៊ីទៅអីចឹងណាពេលខឹងម៉ែឪចង់ទៅជាមួយមិត្តភ័ក្តិទៅសេតទៅ stress គេអញ្ចឹងទៅអញ្ចឹងក៏មកដល់ត្រង់ចំណុចហ្នឹងក៏ប៉ះជាមួយនឹងឡានដែលគេឈប់នៅផ្លូវហ្នឹងហើយក៏បុកពីក្រោយឡានគេក៏ស្លាប់នៅកន្លែងហ្នឹងហើយតាំងពីពេលហ្នឹងមកអ្នកដែលជិះកាត់តាមកន្លែងហ្នឹងគឺតែងតែឃើញកូនស្រីហ្នឹងហៅគេរហូតឲ្យជួយឬក៏ពេលខ្លះគេឃើញជាលក្ខណៈគ្រោះថ្នាក់ចរាចរណ៍រយៈពេល 8-9 ថ្ងៃដែលកូននឹងស្លាប់គឺគេឃើញសឹងតែរងថ្ងៃតែមួយរយៈពេលក្រោយនេះគេថាអត់ឃើញជាវិញ្ញាណទេអត់ឃើញជារូបរាងមនុស្សហែឡានហៅអីទេតែឲ្យគេឃើញជាលក្ខណៈថាឈរកដាលថ្នល់អញ្ចឹងគាត់ក៏និយាយមួយអ៊ំនឹងបដៅព្រឺសបល់នឹងបដៅគាត់ក៏ប្រាប់ថាអ៊ំឯងកុំតន់ទៅចាំខ្ញុំដាក់ឲ្យគេហើយសិនអ៊ំឯងចាំទៅអ៊ំនឹងក៏ឈរមើលទៅហើយគាត់ក៏ដាក់ហើយក៏រៀបឡើងឡានគាត់ក៏ជូនអ៊ំនឹង 50,000 ហើយគាត់ក៏ត្រឡប់មកពេញវិញអញ្ចឹងគាត់ដឹងរឿងរ៉ាវហ្នឹងហើយគាត់សង្ឃឹមថាអីចោះពេលដែលក្មួយគាត់នៅផ្ទះរបស់គ្រូនឹង2ថ្ងៃគ្រូនឹងប្រាប់ថាម្នាក់ស្រីនឹងព្រមចាញ់ហើយក៏ប៉ុន្តែគេនិយាយថាឲ្យសាច់ញាតិរបស់គេហ្នឹងមកតងយកគេទៅផងព្រោះគេអត់អាចនៅកន្លែងនោះបានទៀតទេបើគេនៅកន្លែងនោះទៀតតើតាគេយកមនុស្សផ្សេងទៀតអញ្ចឹងគេអត់ចង់ជាប់កម្មជាប់ពៀទេហើយគេព្រមចាក់ចាញ់គេព្រមចេញពីកូនស្រីហ្នឹងដែលត្រូវជាក្មួយគាត់ហ្នឹងអញ្ចឹងបងប្រុសនេះគាត់ថាគាត់អត់ដឹងថាសាច់ញាតិនៅណាអញ្ចឹងមានតែទៅតាក់តងរសាច់ញាតិរកអីចឹងទៅក៏បានលេខសាច់ញាតិបានអីចឹងទៅគឺនៅភូមិចិត្តនោះដែរទេហើយទៅនឹងគាត់ក៏និយាយពីហេតុផលដំណើរដើមតងអីចឹងណាទៅសាច់ញាតិគេថាក៏ប៉ុន្តែគេក៏ត្រូវទៅតាំងពីថ្ងៃ7ថ្ងៃគាត់តែគ្រូម្នាក់ទៀតប្រាប់ថាវិញ្ញាណកូនគាត់អត់នៅនឹងទេវិញ្ញាណកូនគាត់ទៅតាមគេហើយអញ្ចឹងចាំកូនគាត់ត្រឡប់មកកន្លែងហ្នឹងវិញបានគេទៅធ្វើពិធីសុំអញ្ចឹងគាត់ថាអញ្ចឹងឥឡូវប្រហែលជាវិញ្ញាណកូនគាត់មកដល់កន្លែងហ្នឹងវិញហើយគាត់ក៏ឲ្យសាច់ញាតិរបស់សពហ្នឹងក៏ធ្វើពិធីសុំព្រលឹងឬក៏យកព្រលឹងទៅវិញដើម្បីឲ្យទៅចាប់ជាតិចាក់កំណើតអីចឹងណាកុំឲ្យខ្លាចទៅជាជើងកបខ្លាចទៅជាខ្មោចតៃហោងអីនៅកន្លែងហ្នឹងហើយក្មួយគាត់ចាប់ពីពេលហ្នឹងមកក៏លែងមានអារម្មណ៍ថាភ័យខ្លាចហើយស្មារតីអីមកវិញក៏ប៉ុន្តែគាត់និយាយថាអញ្ចេះបងប្រុសម្ចាស់ស្រីរឿងគាត់ថាតាំងពីពេលដែលគាត់ជួបរឿងនឹងហើយអ្នកផ្ទះរបស់គាត់គឺឈឺម្ដងឈឺនេះម្ដងឈឺនោះរហូតដល់ម្ដាយគាត់ឈឺវិសបាត់បង់ជីវិតពេលហ្នឹងគឺត្រូវទៅព្យាបាលនៅប្រទេសវៀតណាមរយៈពេលជាង1ខែទៀតហើយក្នុងផ្ទះរបស់គាត់ចាប់ផ្ដើមអ៊ូអាប់ចាប់ផ្ដើមមានអារម្មណ៍ថាពិបាកដកដង្ហើមហើយរបៀបថាវាដូចជាខុសពីផ្ទះដែលគាត់ធ្លាប់នៅរាល់ដងអញ្ចឹងគាត់ក៏ទៅរកគ្រូចិនសែក៏ទៅរកគ្រូខ្មែររកអីទៅគេថាផ្ទះរបស់គាត់ហ្នឹងគឺអត់មានចានាងអត់មានប្រភពទៀតទេព្រោះគេចេញអស់ហើយអញ្ចឹងត្រូវធ្វើពិធីអញ្ជើញចានាងអញ្ជើញប្រភពអីមកវិញដើម្បីឃុំក្រងព្រោះ
ព្រោះរងថ្ងៃនេះអ្នកណាចិញ្ចោក៏បានដែរយើងមើលអត់ឃើញទេអញ្ចឹងក៏គាត់សម្រាប់ចិត្តថាធ្វើពិធីអញ្ជើញជំនាញហៅប្រភូមិហៅអីផ្សេងទៀតហើយសូត្រមន្តឬក៏សូត្រធម៌លើករាសីអញ្ចឹងទៅក៏រស់នៅមកដល់ពេលបច្ចុប្បន្នគាត់ថាដោយ admin ឬក៏ដោយប្អូន admin និយាយគាត់ចង់សម្ដៅមកលើខ្ញុំណាគាត់ថាពេលខ្លះជួបខ្មោចវាអត់ខ្លាចអីប្រហែលទេអ្វីដែលខ្លាចនោះគឺរាសីដាក់អរិយជន់គេថាគឺអញ្ចឹងមែនហើយខ្ញុំជួបច្រើនណាស់បងប្អូនអ្នកដែលជួបហើយចប់គឺអត់អីទេតែបើអ្នកជួបហើយអត់ចប់អាហ្នឹងបានអីគឺសយគឺអីរបៀបថាអាហ្នឹងគេនិយាយថារបៀបថារាសីយើងដាក់ពេលដែលឃើញពពួកអមនុស្សទៅធ្វើឲ្យយើងហ្នឹងវាដាក់វាជន់វាទៅជាបញ្ហាអីផ្សេងទៀតអញ្ចឹងទៅអញ្ចឹងចាប់តាំងពីពេលហ្នឹងមកក៏គាត់ថាលេងអីទៅគាត់រស់នៅបានធម្មតាគ្រាន់ថាពេលដែលយើងទៅណាមកណាបើយើងចង់បន្ទោបងចង់បត់ដៃបត់ជើងអីយើងត្រូវតែសុំឬក៏អាចទ្រាំតែចាំតែរកបន្ទប់ទឹកបន្ទប់អីណាគាត់ថាបើសិនជាមនុស្សប្រុសក៏មិនសូវអីតែស្រីគាត់អាចនិយាយបានថាគេប្រកែប្រកាន់ព្រោះយើងទៅនោមទៅអីកន្លែងគេហើយក្មួយស្រីគាត់ហ្នឹងក្មេងៗទៀតគាត់ថាគាត់អាណិតក្មួយពេលហ្នឹងតែដឹងធ្វើម៉េចហើយគាត់ក៏មិននឹកស្មានថាវាមានរឿងនឹងកើតឡើងដែរព្រោះអាចនិយាយបានថាគាត់ទៅណាទៅណីពីដើមមានតែការ៉ាសាំងអីល្អការ៉ាសាំងអីទំនើបឯណាមានតាមព្រៃតាមដប់ដល់ពេលលើកនេះគឺប៉ះចំកន្លែងគេអ្វីដែលសំខាន់គាត់ថាកន្លែងមកកណ្ដោមិនក៏មិនទៅឈប់មកទៅឈប់ចំអាកន្លែងដែរប្រហែលជាគេលើកសពឬក៏គេទាញសពនឹងដាក់នៅកន្លែងនឹងទៀតហើយគាត់ឈប់នឹងខ្ទង់ម៉ោង6ជាងម៉ោង7អីហ្នឹងល្ងាចណាអញ្ចឹងបងប្អូនអានេះក៏ជាបទពិសោធន៍ជាការស្ដាប់កំសាន្តក៏ប៉ុន្តែក៏ប៉ុន្តែជាបទពិសោធន៍មួយដែរនៅពេលដែលបងប្អូនធ្វើដំណើរផ្លូវឆ្ងាយឬក៏ពេលយប់អីបើអាចមើលឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងឈប់មុននឹងអីចឹងទៅរឿងតាក់ទងទៅការធ្វើដំណើរឲ្យចុះបត់ដៃបត់ជើងប៉ះគេនេះក៏មានច្រើនណាស់អ្នកខ្លះឲ្យដឹងភ្លាមអញ្ចឹងអ្នកខ្លះអត់ទេអ្នកខ្លះគឺតាមយើងរហូតតាមយើងធ្វើឲ្យយើងចេះធ្វើឲ្យយើងចុះពេលខ្លះចឹងទៅក៏ធ្វើឲ្យយើងជួបគ្រោះថ្នាក់ពេលខ្លះទៅយើងណែអត់ដែរអីទេដល់ពេលយើងជិះកាត់កន្លែងនឹងម្ដងទៀតក៏មានបញ្ហាចឹងទៅដោយបងប្រុសនោះគាត់និយាយខ្ញុំថាគាត់និយាយប្រាប់ខ្ញុំណាតែខ្ញុំមិនដែរឃើញទេបងប្អូនពេលបងប្អូនជិះពីកំពង់7ទៅខាងផ្លូវជាតិលេខ8ចាំមើលខ្ញុំនេះ map មួយស្ពានហ្នឹងគេហៅស្ពានអីដើម្បីឲ្យបានច្បាស់បងប្អូនទាំងអស់គ្នាបងប្អូនណាដែលធ្វើដំណើរពីម្ពិញទៅឈប់ស្ពានកំពង់7នេះហួសស្ពានកំពង់7ហ្នឹងមានស្ពានមួយទៀតហួសពីស្ពានកំពង់7ផ្លូវជាតិលេខ8ទៅគឺបងប្អូនទៅដល់ស្ពានរៀបហ្នឹងដែលខែខ្លះក៏ទឹកគោកខែខ្លះក៏មានទឹកបងប្អូនខ្ញុំអាកន្លែងផ្លូវហ្នឹងគឺកោងខ្លាំងមែនតើគឺកោងបើសិនជាយើងជិះពីកំពង់7ពីផ្សារកំពង់7ទៅរៀបដល់កន្លែងហ្នឹងគឺត្រូវកោងចាតែបើយើងជិះពីរៀបមកកំពង់7វិញគឺកោងហើយកន្លែងហ្នឹងគឺវាដាច់វាអត់សូវមានទៀសណាយប់មិញខ្ញុំព្យាយាមរកមើលដែរព្រោះខ្ញុំមកដល់ថងចំណុចហ្នឹងគឺយប់ជ្រៅដែរម៉ោង 9-10 ហើយខ្ញុំជិះម៉ូតូទៅហើយស្ងាត់ជ្រាបមានតែខ្ញុំម្នាក់ទេហើយនៅដល់ពេលយើងជិះពីរៀបមកកំពង់7ដល់លើស្ពានហ្នឹងលេខទៅឆ្វេងដៃមានវត្តមួយហើយមានចាត់ដីមានអីចឹងណាហើយមានភ្នោមានម៉ុងអីចឹងទៅហើយបើយើងជិះពីម្ពិញទៅនៅខាងស្ដាំដៃបងប្រុសម្នាក់គាត់នៅខាងស្វែងតោហើយគាត់ជាប្រិយមិត្តអ្នកស្ដាប់របស់ខ្ញុំដែរគាត់និយាយប្រាប់ខ្ញុំកាលពីប្រហែលថ្ងៃមុនគាត់ថាគាត់កំឡុងពេលគាត់ទៅសែនក្បាលទឹកពេលដែលគាត់ទៅសែនក្បាលទឹកគាត់ទៅជាមួយប្រពន្ធជាមួយអីគាត់ហើយគាត់ជិះឡានទៅក៏ប៉ុន្តែពេលដែលមកវិញគាត់ថាគាត់ស្វឹងគាត់អីចឹងណាគាត់ដេកមកភាំងទៅប្រពន្ធគាត់ក៏បំពេញចោលគាត់ប្រពន្ធគាត់យកឡានមកចោលគាត់ព្រោះប្រញាប់ឲ្យកូនរៀនស្អែកឲ្យគាត់ធ្វើការអញ្ចឹងគាត់ចង់ឲ្យបងប្រុសហ្នឹងគាត់នៅដេកនៅស្រុកហ្នឹងមកយប់ទៅចាំស្អែកចាំទៅព្រោះគាត់អាចនៅដេកបានទេអញ្ចឹងបងប្រុសហ្នឹងគាត់ថាគាត់ខឹងប្រពន្ធគាត់ហេតុអីក៏មកចោលគាត់អញ្ចឹងគាត់ភ្ញាក់ដឹងខ្លួនម៉ោង 10 យប់ក៏គាត់ឡើងមកពេញដោយយកម៉ូតូប្អូនគាត់មកប្រពន្ធគាត់ជិះឡានមកមុនតាំងពីម៉ោង 4 ម៉ោង 5 ល្ងាចគាត់ស្លាប់តាំងម៉ោង 3អញ្ចឹងពេលដែលគាត់ភ្ញាក់ហ្នឹងគាត់ស្វាងហើយគាត់សួររកប្រពន្ធគាត់តែគាត់ប្រាប់ថាប្រពន្ធគាត់ហ្នឹងគឺឡើងមកពេញបាត់ហើយអ
ចឹងគាត់ក៏ចៃម៉ូតូបងអូនគាត់ជិះមកដល់ថងអាចចំណុចកន្លែងស្ពានរៀបនេះកន្លែងស្ពានឆ្លងបលាយទឹកមួយនៅរៀបនេះគាត់ថាពេលដែលជិះមកដល់កន្លែងដែលកោងខ្លាំងទី1ផុតផ្ទះខ្ទម2 3ហ្នឹងមកដល់ថងកន្លែងផ្លាកនេះផ្លាកកន្លែងផ្លាកស្រាបៀ Gensberg ហ្នឹងកន្លែងផ្លាកគណៈបកជួងហ្នឹងគាត់ក៏បានឃើញមនុស្សប្រុសម្នាក់ឈរជាប់អាផ្លាកគណៈបកជួងហ្នឹងមកគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យណាឃើញឈរនៅជាប់ផ្លាកហ្នឹងតែឈររបៀបសៀកខោខ្លីអត់ស្បែកជើងហើយដោះអាវឈរក្តោបពងឈរក្តោបដៃចាឈរថ្មឹងដូចម៉ាលកាំងគាត់ក៏លេចមើលពីរដងទៅថាមនុស្សឈួតឬក៏មនុស្សអីមកឈរនៅតំណឹងអញ្ចឹងណាគាត់ក៏តាំងប្រហែលជាមនុស្សវិកលចរិតឬក៏អីមកឈរតំណឹងគាត់ក៏ជិះផុតកន្លែងហ្នឹងបន្តិចទៅក៏ដល់គល់ស្ពានពេលដែលមកដល់គល់ស្ពាននេះគាត់ក៏លេចតាកន្លែងមុខវត្តមួយដែលមានចាត់ដីនៅខាងមុខហ្នឹងកន្លែងវត្តហ្នឹងគឺមានដងតុង2បងប្អូនដែលជិះកាត់តាមហ្នឹងឃើញនៅមាត់អូមាត់ស្ទឹងហ្នឹងក៏ស្រាប់តែឃើញភ្លើងធំមួយហោះភ្លឹបផ្លែតណានៅខាងមុខស្ទឹងខាងមុខចាត់ដីខាងមុខវត្តនេះភ្លើងហោះភ្លឹបផ្លែតតែដោយអាភ្លើងវិលគេវិលគេដាក់សម្គាល់កន្លែងការដ្ឋានអញ្ចឹងណាគឺភ្លើងហ្នឹងគឺភ្លឹបផ្លែតនៅលើតែមិនមែននៅក្រោមគឺនៅខ្ពស់ដូចវាកំពុងអណ្តែតដូចប៉ោងអញ្ចឹងយើងហៅទូទៅថាពើតប៉ោងតែបើយើងហៅត្រូវគេហៅប៉ោងភ្លឹបផ្លែតគាត់ជិះបដាគាត់ងាកបដាជិះបដាគាត់ងាកបដាជិះបដាគាត់ងាកបដាងាករហូតដល់ពេលដែលគាត់ជិះចិត្តផុតស្ពានហ្នឹងគាត់ងាកមកវិញស្រាប់តែពេលដែលគាត់ងាកមកវិញគាត់ថាមកភាំងហ្នឹងគូស្ទើរតែគាត់ធ្លាក់ពីលើម៉ូតូមកគាត់ថាចិត្តផុតស្ពានហ្នឹងឃើញមនុស្សស្រីម្នាក់ក៏អត់ឃើញមុខតែដឹងតែមនុស្សស្រីព្រោះស្លៀកសពុតដោយអាសពុតភ្លីសេអាសពុតផ្នត់ណាស្លៀកសពុតហ្នឹងពណ៌ខ្មៅហើយដណ្ដប់កសែងសទទូកណាត់សចឹងអង្គុយនៅលើប្រកាន់ដៃស្ពានម៉ោងម៉ាន10ជប់ពេលដែលគាត់ខូនអញ្ចឹងភ្លាមគាត់ថាខ្យល់ត្រជាក់មកឆាវខ្លួនគាត់ក្តៅតែខ្យល់ហ្នឹងត្រជាក់ហើយពេលដែលគាត់ជិះទៅដល់ត្រង់ចំណុចរបៀបថាម្នាក់ស្រីហ្នឹងអង្គុយទៅហ្នឹងគាត់ជិះទៅហ្នឹងគាត់ថាគាត់លឺសលេងក្រតអារបៀបថាធូរគាត់ព្រឺក្បាលគាត់ថាជិះម៉ូតូអត់មកសុវត្ថិភាពទៀតហើយនិយាយពីថាត្រជាក់ដៃត្រជាក់ជើងញ័រឲ្យតែត្រួតគាត់ថាតម្រាំតែផុតស្ពាននេះផុតស្ពាននឹងហើយគាត់ថាគាត់ព្រឺក្បាលខ្ញាក់ឲ្យគាត់ជិះគាត់ងាកក្រោយគាត់ជិះគាត់ងាកក្រោយគាត់ភ័យគាត់ខ្លាចតាមគាត់ហើយគាត់ថាគាត់ជិះកាត់តាមនឹងរាប់ពាន់ដងហើយព្រោះគាត់នៅស្វែងតអញ្ចឹងគាត់ត្រូវកាត់ជិះកាត់រៀបជិះកាត់កំពង់7ហ្នឹងហើយគាត់ថាគាត់ឃើញមនុស្សប្រុសហ្នឹងហើយឃើញម្នាក់ស្រីហ្នឹងហើយឃើញភ្លើងហ្នឹងគាត់ថាថងចំណុចហ្នឹងចាំមិនបានគាត់ឃើញហើយគាត់ក៏មិនប្រកាសថាភ្លើងហ្នឹងជាភ្លើងអីដែរតែម្នាក់ដែលឈរជាប់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះអាចថាជាខ្មោចមិនមួយហើយបើម្នាក់ស្រីដែលអង្គុយនៅលើស្ពាននេះ 100% គឺគាត់ថាហ្នឹងហើយព្រោះគាត់អត់មើលឃើញមុខមែនតែមុខកែងកហូងឬក៏មុខគួរខ្លាចមិនតែតម្រង់នៃខាងអង្គុយគ្មានអាណាទៅអង្គុយលើស្ពានទូកណាត់សអញ្ចឹងទេហើយគាត់និយាយទៀតថាពេលដែលគាត់ជិះផុតកន្លែងហ្នឹងមកហើយគាត់ព្រឺក្បាលខ្ញាក់រហូតមកដល់រហូតមកដល់ហួសកំពង់7ហ្នឹងមកបានប្រហែលជាប្រមាណម៉ែត្រក៏ស្រាប់តែឃើញពីអ្នកប្តីប្រពន្ធមួយបដើម៉ូតូប្រមាណគីឡូណាអាចថាប្រហែលជាចិត្តដល់អាហារដ្ឋានមួយជាប់ស្ពានណាគាត់ថាបានឃើញប្តីប្រពន្ធមួយគូដែលកំពុងតែបដើម៉ូតូប្រពន្ធរុញពីក្រោយប្តីកាន់កម៉ូតូកាន់ចកោតម៉ូតូអញ្ចឹងណាហើយរុញពីក្រោយដើរតែពេលដែលគាត់ជិះទៅចិត្តដល់ពីអ្នកប្តីប្រពន្ធហ្នឹងប្រហែលជា5ម៉ែត្រទៅចិត្តដល់គាត់ក៏បធូគាត់ចង់សួរថាបងកើតអីអស់សាំងមែនឬក៏អីបើអស់សាំងគាត់ចង់បហូរសាំងឲ្យខ្លះឬក៏បើមិនម៉ាគាត់រុញពីក្រោយគាត់ធាក់ពីក្រោយឲ្យអង្គុយលើម៉ូតូអញ្ចឹងណាតែពេលដែលគាត់ជិះទៅគាត់បធូហ្នឹងអាភ្លើងម៉ូតូគាត់ហ្នឹងវាមិនភ្លឺទៅលើពីអ្នកប្តីប្រពន្ធហ្នឹងគាត់ឃើញថាប្តីហ្នឹងគឺអត់មានក្បាលទេគាត់ឃើញប្រពន្ធរុញពីក្រោយតែប្តីហ្នឹងគឺអត់មានក្បាលទេបានន័យថាបដើម៉ូតូហ្នឹងគឺមានតែមួយកណាត់ត្រឹមហ្នឹងចូលទៅក្រោមទេអត់ថាគីឡូថាភ្លើងម៉ូតូគាត់ចាំងទៅចំប្រពន្ធសមោប្រពន្ធហ្នឹងវាតែបាំងក្បាលប្តីអត់ទេសូម្បីតែទៅគៀកប្រហែលជា2ម៉ែត្រពីគ្នាក៏នៅតែអត់ឃើញដែរតែគាត់ថាគាត់
គាត់អត់មាត់អត់និយាយអីទាំងអស់គឺគាត់ជិះធ្វើដូចមិនឃើញអញ្ចឹងមុនដំបូងប្រអន់ដល់ពេលយូរទៅមូលទៅធម្មតាក៏ប៉ុន្តែគាត់ថាក្នុងខ្លួនរបស់គាត់ដឹបបងប្អូនពេលហ្នឹងគាត់ថាបើសិនជាមានទស្សនៈណាដេកបានគាត់ដេកឲ្យគាត់អត់ចង់ជិះមកទៀតទេតែគាត់រកអត់មានអញ្ចឹងគាត់ចេះតែជិះមកដល់ពេញប្រពន្ធតម្រាំតែប្រពន្ធបើកទ្វារឲ្យទៀតដល់ម៉ោង1ជាងយប់ហើយពេលដែលមកដល់ពេញហើយក៏ដេកមកយប់ទល់ភ្លើងដេកអត់លក់ទេដេកប្រែប្រួលភ័យផងអីផងហើយប្រពន្ធគាត់សួររហូតថាឯកាយដូចគេបានជាមកទាំងយប់គាត់ថាអញខ្ជិលនៅអញខ្ជិលនេះមកចោលអញអញ្ចឹងខឹងប្រពន្ធអញ្ចឹងណាប្រពន្ធថាបើស្វឹងអាណាទៅធ្វើម៉េចហើយគាត់ថាអញជិះមកតាមផ្លូវមិញលឿងខ្មោចលងប្រពន្ធគាត់ហ្នឹងក៏ទៅយកទឹកពីកន្លែងព្រះកន្លែងបូជាហ្នឹងមកប្រោះឲ្យប្តីគាត់ថាពេលដែលប្រពន្ធគាត់ប្រោះទឹកអោងគាត់ព្រួក្បាលម្ដងទៀតគាត់ថាព្រួក្បាលខ្ញាក់ម្ដងទៀតហើយមកយប់ហ្នឹងគឺគាត់ដេកអត់លក់ទេគាត់ថាបិទភ្នែកទៅឃើញតែរូបភាពម្នាក់មួយអង្គុយលើស្ពានហ្នឹងហើយនឹងម្នាក់មួយឈរជាប់ផ្លាកគណៈបកតែបើប្តីប្រពន្ធបដើម៉ូតូដែលអត់ក្បាលនោះក៏អត់សូវអីប្រហែលវិញតែគាត់មកខ្លាចអង្គុយលើស្ពានគាត់ថាភ្ញាក់មកវឹងហ្នឹងគាត់ថាបើសិនជាអ្នកស្មារតីទុតណាធ្លាក់ពីលើម៉ូតូដួលទៅនឹងស្លាប់តែគាត់ចេះទប់អារម្មណ៍ទប់ស្មារតីជាប់ហើយខ្ញុំជិះមកយប់មិញមកខ្ទង់ម៉ោង9 10ដែរតែខ្ញុំគិតថាមានអារម្មណ៍ថាស្ងាត់ដែរកន្លែងហ្នឹងតែដូចជាអត់ដែរឃើញអីទេគ្រាន់តែខ្ញុំធ្លាប់តន់ហេតុការណ៍មួយពូដែលគាត់បើកឡានការ៉េដឹកអេវ៉ាន់មកដល់ថងចំណុចហ្នឹងគាត់ធ្លាក់ពីលើផ្លូវមកដល់ថងចំណុចកន្លែងគណៈបកផ្លាកគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ្នឹងណាគាត់ធ្លាក់គាត់កោងមកហើយគាត់ថាដូចមានស្អីមួយមកទាញចកោតទាញដៃឡានទាញចកោតឡានគាត់ចឹងគឺគាត់បួងមកវិញអត់បានទេហើយដល់ពេលដែលគាត់បួងមកហើយបួងទៅវិញបួងមកហើយបួងទៅវិញរបៀបថាទាញមកទាញទៅវិញទាញមកទាញទៅវិញឡានគាត់ធ្លាក់ផ្លូវតែសំណាងគាត់អត់ជួបគ្រោះថ្នាក់គាត់អត់គ្រោះថ្នាក់អីធ្ងន់ធ្ងរទេគាត់ថាឡានគាត់ហ្នឹងវាខ្ទេចហើយដោយសារតែក្លាប់ធ្លាក់ចូលទៅក្នុងទឹកនឹងការជំនាន់ហ្នឹងណាអញ្ចឹងអាហ្នឹងវាជារឿងមួយដែលបានកើតឡើងនៅកន្លែងហ្នឹងហើយថ្មីនេះខ្ញុំក៏បានរឿងហ្នឹងទៀតអញ្ចឹងខ្ញុំគិតថាយប់មិញនេះជិះខ្ញុំចាមើលដែរតែដូចជាអត់មានឃើញអីប្រហែលជាយប់មិញហ្នឹងក៏មិនសូវជាស្ងាត់ទេប្រហែលដែរគ្រាន់តែខ្ញុំពេលដែលខ្ញុំទៅដល់ថងចំណុចហ្នឹងវាល្ងឹតឆឹងបាត់ហើយអញ្ចឹងឯនេះខ្ញុំមានតែមួយរឿងនេះទេសម្រាប់បងប្អូនទាំងអស់គ្នាសម្រាប់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយសង្ឃឹមថាបងប្អូនបានស្ដាប់ជាការកំសាន្តនឹងទុកជាប្រយោជន៍ឬក៏អាចឲ្យបានថាបងប្អូនស្ដាប់ទៅក៏ទុកជាបទពិសោធន៍ជាអីចង់យកក្បាលមីក្រូទុករបៀបថាកន្លែងខ្លះយើងជិះពេលថ្ងៃយើងអត់ដឹងថាវាគួរឲ្យខ្លាចទេតែពេលដែលជិះពេលយប់បានយើងដឹងថាកន្លែងហ្នឹងមិនដូចខ្ញុំកម្រធ្វើដំណើរយប់តែពេលដែលខ្ញុំធ្វើដំណើរយប់ខ្ញុំមានអារម្មណ៍ថាទទួលបានអារម្មណ៍ផ្សេងថ្មីទៀតនៅពេលដែលខ្ញុំធ្វើដំណើរកាត់កន្លែងខ្ញុំធ្លាប់ជិះឆ្អែតពេលថ្ងៃឯងវាអត់អីតែជិះពេលយប់ពេលខ្លះទៅដល់ក្នុងចំណុចនោះមានអារម្មណ៍ថាព្រឺខ្លួនមកតែអានឹងយើងជិះតែឯងទេហើយខ្ញុំមួយរយៈនេះខ្ញុំធ្វើដំណើរពេលយប់ច្រើនដោយសារតែខ្ញុំរវល់ហើយខ្ញុំឆ្លៀតទៅស្រុកទៅអីចឹងទៅខ្ញុំអត់សូវបាននៅសម្រាប់ទេហ្នឹងហើយមួយទៀតម្ដងទៀតផ្ដាំទៅបងប្អូនយើងពេលដែលធ្វើដំណើរទៅស្រុកកុំលឿនពេកណាអ្នកដែលជិះម៉ូតូនឹងក៏ដោយត្រូវតែព្យាយាមមកគៀនមកណាកុំទៅកដាពេកបងប្អូនត្រូវចាំថាពេលដែលឡានឬក៏អីគេប៉ះយើងគេអត់ដែរឈឺទេគេខូចតែរបស់គេទេតែយើងទេអ្នកឈឺយើងទេអ្នកអស់សាច់អស់បាក់ដៃបាក់ជើងអញ្ចឹងបើអាចកុំលឿនហើយព្យាយាមមកកាន់តែគៀនកាន់តែល្អតែកុំគៀនពេកវាអាចនឹងគ្រោះថ្នាក់វិញបើសិនជាជិះគៀនពេកតែកុំទៅដល់កដាថ្នល់ពេកជាពិសេសអ្នកទៅខាងកំពង់ស្ពឺទៅខាងផ្លូវជាតិលេខ1ឯនោះជាពិសេសផ្លូវជាតិលេខ1ផ្លូវជាតិលេខ8ផ្លូវជាតិលេខ4ផ្លូវជាតិលេខ3ឯហ្នឹងគឺប្រយ័ត្នប្រយែងទាំងអស់គ្នាបងប្អូនដែលធ្វើដំណើរណាគឺមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយមុំតិចទៅដើម្បីទៅជួបម្ដាយជួបឪពុកជួបកូនជួបប្អូនអីយើងកុំបខំវាគង់តែទៅដល់ដូចគ្នាហើយជិះយឺតអត់ហត់ទៀតបើជិះលឿនហត់ហើយយើងទ្រាំតិចទៅបើសិនជាឈឺចកេះឈឺខ្នងក៏ឈប់សម្រាកសិនទៅអញ្ចឹងមានប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនបានស្ដាប់ជាការកំសាន្តអរគុណម្ដងទៀតដែលបងប្អូនបានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងយើងជួបគ្នាបន្តទៀតជាមួយនឹងសាច់រឿងថ្មីនៅវីដេអូថ្មីអរគុណ